សួស្តីបងប្អូនទាំងអស់គ្នាវិលត្រឡប់មកជួបគ្នាម្ដងទៀតហើយអញ្ចឹងនៅក្នុងថ្ងៃនេះដែរគឺខ្ញុំនឹងធ្វើអំពីវីដេអូបង្ហាញរបៀបនៃការកាត់ត thumbnail YouTube Channel ដោយប្រើ AI free ហើយវិធីសាស្ត្រហ្នឹងគឺយើងធ្វើវាងាយស្រួលហើយលឿនមិនចាំបាច់ចំណាយពេលអង្គុយកាត់វានៅលើ Photoshop ទេតោះអញ្ចឹងដើម្បីកុំឲ្យខាត់ពេលវេលាយូរយើងចូលទៅកាន់ Microsoft Edge យើងបើក Microsoft Edge នឹងមកបន្ទាប់មកយើងវាយពាក្យថា lm arena.ai យើងវាយតាមវីដេអូរបស់ខ្ញុំនឹងមកបន្ទាប់មកយើងបើកមកដល់កន្លែង home page របស់ lm arena.ai ហ្នឹងហើយកន្លែងហ្នឹងគឺយើងត្រូវការចាំបាច់ login ហើយឥឡូវនេះព្រោះខ្ញុំមានការ login ហើយអញ្ចឹងដើម្បីយើងធ្វើការឲ្យវាជួយកាត់ត thumbnail របស់យើងហ្នឹងណាអញ្ចឹងយើងត្រូវដើររក thumbnail ណាដែលយើងមានគិតថាវាមានភាពតាក់ទាញហើយយើងយកមកឲ្យ AI នេះបង្កើតជា prompt ឲ្យយើងអញ្ចឹងចូលមកដល់កន្លែងហ្នឹងហើយយើងឃើញមានពាក្យថា battle បន្ទាប់មកយើងចុច direct chat ហើយនៅខាងផ្នែកខាងស្ដាំដៃនេះគឺ Gemini 3 Pro យើងคลิกកន្លែងធម្មតាមកបន្ទាប់មកយើង upload image រូបថតរបស់យើងdrag ដាក់ចូលក៏បានដែរបើសិនបើយើងបានបើកហើយអញ្ចឹងយើងអុសដាក់ចូលទៅក្នុងប្រអប់ហ្នឹងទៅអូខេបន្ទាប់មកទៀតយើងឲ្យវាធ្វើការសរសេរ promptអញ្ចឹងនៅពេលដែលយើងឲ្យវាធ្វើការសរសេរpromptហើយយើង enter ទៅវានឹងធ្វើការរាយរាប់ប្រាប់យើងហើយបន្ទាប់មកចាំយើងជំនួសវានៅពេលបន្ទាប់ទៀតឥឡូវចេញលទ្ធផលមកហើយវាគឺជាpromptដែលយើងអាចសរសេរហើយឲ្យវា generate នៅក្នុងនឹងបានអញ្ចឹងខ្ញុំមាន2ជំរើសដែល AI នឹងវា generate ឲ្យអញ្ចឹងចំណុចបន្ទាប់យើងធ្វើការ copy ឬក៏យក style ណាមួយដែលយើងចង់យកមកសរសេរនៅលើរបស់យើងថ្មីដោយជំនួសអក្សរថ្មីបន្ទាប់មករូបភាពអីចឹងណាតាមដែលយើងចង់បានអូខេបន្ទាប់មកខ្ញុំធ្វើការ copy font ឬក៏ text ទាំងអស់ហ្នឹងដើម្បីយើងបង្កើតថ្មីមកយើងចុច copy បន្ទាប់មកយើងបើក lm arena មកផ្ទាំងទៀតមកហើយកន្លែងនេះ battle ហើយយើងចុចនៅលើរូបភាព generate image បន្ទាប់មកយើងផាសតែប៉ុន្តែយើងចង់ធ្វើនៅកន្លែងមិញក៏បានដែរប៉ុន្តែខ្ញុំអត់ចង់បិទកន្លែងហ្នឹងខ្ញុំចង់ទុកមើលព័ត៌មាននៅកន្លែងហ្នឹងយើងកន្លែងនេះយើងផាសមកបន្ទាប់មកយើងមើលអក្សររបស់យើងនេះថាវាដូចអ្វីដែលយើងចង់បានហើយនៅអញ្ចឹងកន្លែងហ្នឹងខ្ញុំសូមធ្វើការកែកុន custom តិចតួច
តោះបន្ទាប់ពីយើងសរសេរប្រមហើយអស់ហើយយើងធ្វើការ enter មកដើម្បីឲ្យវា generate រូបភាពឲ្យយើងអញ្ចឹងមកដល់កន្លែងហ្នឹងយើងរងចាំវាបន្តិចទៅនេះគឺជាលទ្ធផលរបស់យើងមាន2គឺមាន assistant A ហើយនិង assistant B អញ្ចឹងយើងមើលទៅមួយណាដែលយើងត្រូវការហើយយើងចូលចិត្តចំពោះខ្ញុំយករូបខាងស្ដាំគឺ assistant B យើងមើលរូបហ្នឹងទៅគឺល្អមួយយ៉ាងដែរអញ្ចឹងវីដេអូរបស់ខ្ញុំគឺដល់ទីបញ្ចប់ហើយសូមធ្វើការចុច like comment ហើយ subscribe channel របស់ខ្ញុំផងសូមអរគុណ